សេចក្តីណែនាំស្តីពីការរៀបចំពិធីបុណ្យមាឃបូជាបុណ្យមាឃបូជាគឺជាបុណ្យមួយក្នុងបរ្តាបុណ្យធំទាំងឡាយក្នុងព្រះពុទ្ធសាសនាដែលប្រទេសកាន់ព្រះពុទ្ធសាសនាលើសកលលោកតែងតែប្រារព្ធធ្វើពុំដែលខានពិធីនេះប្រារព្ធធ្វើឡើងដើម្បីរំលឹកដល់អភិលក្ខិតសម័យទាំងពីរនៃសាសនាព្រះសម្មាសម្ពុទ្ធបរមគ្រូដែលកើតឡើងនៅថ្ងៃពេញបរមីខែមាឃដូចគ្នាគឺថ្ងៃប្រជុំចតុរង្គសន្និបាតនិងថ្ងៃដែលព្រះអង្គទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខារជារៀងរាល់ឆ្នាំចំពោះពុទ្ធសាសនិកខ្មែរយើងតែងតែប្រារព្ធធ្វើបុណ្យមាឃបូជានៅគ្រប់វត្តអារាមទូទាំងប្រទេសដោយចាត់ទុកថាជាការបំពេញមហាកុសលដ៏ថ្លៃថ្លាបំផុតឆ្នាំនេះពិធីបុណ្យមាឃបូជានឹងត្រូវប្រព្រឹត្តទៅរយៈពេល2ថ្ងៃគឺថ្ងៃច័ន្ទ15កើតនិងថ្ងៃអង្គារ100ខែមាឃឆ្នាំម្សាញ់សប្បុរស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី2និងថ្ងៃទី3ខែកុម្ភៈឆ្នាំ2026ដើម្បីញ៉ាំងពិធីបុណ្យនេះឲ្យប្រព្រឹត្តទៅបានយ៉ាងមហោឡារិងស័ក្តិសមទៅនឹងអត្ថន័យនិងខ្លឹមសារខាងលើរដ្ឋបាលខេត្តព្រះសីហនុសូមដាក់ចេញនូវសេចក្តីណែនាំដូចខាងក្រោមមន្ទីរធម្មការនិងសាសនាខេត្តត្រូវចាត់តាំងគ្រប់វត្តរៀបចំពិធីបុណ្យមាឃបូជាឲ្យបានអធិកអធមស្របតាមទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរនិងសហការរៀបចំពិធីបុណ្យមាឃបូជាជាផ្លូវការនៅក្នុងបរិវេណវត្តអនញៀនវត្តក្រោមស្ថិតនៅសង្កាត់លេខ3ក្រុងព្រះសីហនុដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវអ្នកអង្គញាលោកស្រីជាថ្នាក់ដឹកនាំខេត្តក្រុងស្រុកមន្ទីរអង្គភាពជុំវិញខេត្តលោកគ្រូអ្នកគ្រូសិស្សនិស្សិតសិលវ័នសិលវតីនិងពុទ្ធបរិស័ទចូលរួមឲ្យបានច្រើនកកគ្រប់មន្ទីរអង្គភាពរដ្ឋបាលក្រុងស្រុករៀបចំតុបតែងលម្អទង់ជាតិទង់សាសនាទង់ព្រះមហាក្សត្របដាពាក្យស្លោកនិងណែនាំគ្រប់ភូមិឃុំសង្កាត់សាលារៀនអគារសាធារណៈរោងចក្រសហគ្រាសវត្តអារាមនិងគ្រប់គេហដ្ឋានប្រជាពលរដ្ឋឲ្យលើកទង់ជាតិទង់សាសនាទង់ព្រះមហាក្សត្រឲ្យបានគ្រប់គ្នាមន្ទីរព័ត៌មានខេត្តចាត់តាំងបណ្ដាញវិទ្យុទូរទស្សន៍ជាតិឯកជនចុះយកព័ត៌មាននិងធ្វើការផ្សព្វផ្សាយមុនក្រោយនិងក្នុងពេលប្រារព្ធពិធីបុណ្យឲ្យបានទូលំទូលាយស័ក្តិសមជាទិវាបុណ្យប្រពៃណីសាសនាដ៏រុងរឿងស្នងការដ្ឋាននគរបាលខេត្តនិងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្រូវមានផែនការណែនាំជាក់ស្ដែងដល់អង្គភាពក្រមអាវ៉ាតឲ្យសហការពាររក្សាសន្តិសុខរបៀបរៀបរយសណ្ដាប់ធ្នាប់ចរាចរណ៍តាមសមត្ថកិច្ចរបស់ខ្លួននៅតាមក្រុងស្រុកឃុំសង្កាត់ឲ្យធានាបាននូវសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសកម្មវិធីបុណ្យនេះឲ្យបានល្អប្រសើរទីចាត់ការហិរញ្ញវត្ថុសាលាខេត្តត្រៀមលក្ខណៈដោះស្រាយសម្ភារៈថវិកាជូនថ្នាក់ដឹកនាំខេត្តចូលរួមក្នុងពិធីបុណ្យមាឃបូជាឲ្យបានសមស្របទទួលបានសេចក្តីណែនាំនេះស្នងការនគរបាលខេត្តបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតំបន់ប្រតិបត្តិការសឹករងព្រះសីហនុគ្រប់មន្ទីរអង្គភាពរដ្ឋបាលក្រុងស្រុកនិងឃុំសង្កាត់ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយនិងចាត់តាំងអនុវត្តតាមស្មារតីនៃសេចក្តីណែនាំនេះឲ្យសម្រេចបានលទ្ធផលល្អប្រសើរថ្ងៃពុធ10កើតខែមាឃឆ្នាំម្សាញ់សប្បុរស័កពុទ្ធសករាជ2569ខេត្តព្រះសីហនុថ្ងៃទី28ខែមករាឆ្នាំ2026អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុហត្ថលេខានឹងត្រាម៉ាងស៊ីណេត